ភូមិមាដែលកំពុងជាប់ឈ្មោះជាប្រទេសសម្បូរសម្បុកក្រុមបណ្ដាញឆបោកអនឡាញបានផ្សព្វផ្សាយនៅសេចក្តីព្រាងច្បាប់ថ្មីមួយនៅថ្ងៃទី15ឧសភានេះសេចក្តីព្រាងច្បាប់បានស្នើឲ្យមានការកាត់ទោសប្រហារជីវិតលើមេខ្លោងបទល្មើសឆបោកអនឡាញបើតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ជនណាដែលចាប់មនុស្សឃុំដោយខុសច្បាប់ប្រើអំពើហិង្សានិងធ្វើទារុណកម្មក្នុងគោលដៅបង្ខំឲ្យចូលរួមប្រព្រឹត្តអំពើឆបោកអនឡាញអាចប្រឈមនឹងទោសប្រហារជីវិតចំណែកម្ចាស់អគារដែលមានអាជីវកម្មបទល្មើសអនឡាញឬអ្នកគ្រប់គ្រងមណ្ឌលឆបោកអនឡាញអាចប្រឈមនឹងការជាប់ក្នុងពន្ធនាគារអស់មួយជីវិតសេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវលើកយកទៅពិភាក្សានៅសភាភូមានាដើមខែមិថុនាទន្ទឹមនឹងគ្នានេះដែររដ្ឋាភិបាលភូមាក៏គ្រោងបង្កើតគណៈកម្មាធិការមួយដើម្បីសហការជាមួយបរទេសក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដែរអ្វីជាការកត់សម្គាល់នេះជាច្បាប់លើកទី1ដែលបានស្នើឡើងដោយរដ្ឋាភិបាលថ្មីដឹកនាំដោយលោកមីនអងឡាំងមេដឹកនាំរដ្ឋប្រហារដែលទើបទទួលបានតំណែងជាប្រធានាធិបតីនាពេលថ្មីៗនេះគូជំរាបជូនថាឧស្សាហកម្មឆបោកអនឡាញបាននឹងកំពុងបន្តបង្កភាពជ្រួលច្របល់រួមទាំងក្តីព្រួយបារម្ភនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភូមាបានក្លាយជាទីតាំងធំមួយរបស់ក្រុមបណ្ដាញឆបោកអនឡាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយការឆបោកអនឡាញនេះច្រើនធ្វើក្នុងរូបភាពផ្សេងៗគ្នាដូចជាការលួងលោមក្នុងការបង្កើតទំនាក់ទំនងស្នេហាคล้ายៗឬបោកឲ្យវិនិយោគលើរូបិយប័ណ្ណ Digital កំណើនបទល្មើសឆបោកអនឡាញនៅភូមាបានធ្វើឲ្យចិនដែលជាប្រទេសគ្រប់គ្រងដ៏ចម្បងនិងទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចភូមាមានភាពតានតឹងនិងបារម្ភខ្លាំងព្រោះតែមានពលរដ្ឋចិនជាច្រើនអ្នកបានធ្លាក់ខ្លួនជាជនរងគ្រោះឬធ្លាក់ខ្លួនចូលរួមប្រព្រឹត្តបទល្មើសឆបោកអនឡាញនេះនៅសហរដ្ឋអាមេរិកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI បានឲ្យដឹងថានៅក្នុងឆ្នាំ2025ជនជាតិអាមេរិកបានចាញ់បោកនិងខាតបង់ប្រាក់ជាង$20,000,000,000ដោយបទល្មើសតាមអ៊ីនធឺណិត